Bà số groupជំរាបសួរទាំងអស់គ្នានឹងថ្ងៃនេះជាថ្ងៃគេហៅចូលឆ្នាំចិនឬក៏ចូលឆ្នាំវៀតណាមគឺថ្ងៃទី1បន្ទាប់ពីសែនចិនម្សិលមិញណាម្សិលមិញហ្នឹងអញ្ចឹងខ្ញុំក៏ចង់ធ្វើវីដេអូមួយដែលទាក់ទងនឹងប្រទេសចិនហើយនឹងប្រទេសវៀតណាមហើយនឹងប្រទេសថៃពីព្រោះថាប្រទេសទាំងពីរនេះវាពាក់ព័ន្ធនឹងប្រទេសកម្ពុជាដែរអញ្ចឹងទេអ្វីដែលគាត់នឹងលើកយកពីប្រវត្តិសាស្ត្របន្តិចតាក់ទងនឹងបងប្អូនដែលធ្លាប់បានរៀនប្រវត្តិសាស្ត្រគឺប្រកាសជាដឹងហើយថាប្រទេសយួនពីមុនគេហៅប្រទេសយួនប្រទេសដៃវៀតឥឡូវហៅប្រទេសវៀតណាមហ្នឹងក៏ដូចជាប្រទេសសៀមឬក៏ប្រទេសថៃហ្នឹងមានន័យថាគឺគេមានភស្តុតាងច្បាស់លាស់ថាប្រទេសទាំងពីរនេះពិតជាបានចាក់ចេញណាចាក់ចេញឬក៏គេហៅថាបដូរទីតាំងចុះមកកាន់ប្រទេសកម្ពុជាដូចគ្នាគឺមកពីប្រទេសចិនគឺមកពីប្រទេសចិនណាមកប្រទេសចិនអញ្ចឹងខ្ញុំក៏នឹងបញ្ជាក់ប៉ុណ្ណឹងទេដើម្បីគេហៅថាទាញទៅរកប្រធានបទដែលខ្ញុំចង់និយាយហើយចំណុចទី2ភាសាចិនភាសាយួនឬភាសាវៀតណាមជាមួយភាសាថៃភាសាសៀមនេះគេចាត់ទុកនៅក្នុងភាសានៅក្នុងអំបូរភាសាតែមួយភាសាតែមួយហើយបើការបញ្ចេញសម្លេងទៀតគឺខ្ញុំគិតថានឹងឯគេប្រាប់ដែរគឺថាអាចដូចគ្នាដែរការបញ្ចេញសម្លេងនេះគឺមាន5សម្លេងការបញ្ចេញសម្លេងណាពាក្យមួយគេអាចបញ្ចេញសម្លេងចឹងទៅគឺការបញ្ចេញសម្លេងបាន5សម្លេងដូចក្នុងភាសាសៀមគឺមានសម្លេងសាមញ្ញអេកធូត្រីចតវាយចឹងទៅបាន5សម្លេងអញ្ចឹងគឺដូចគ្នាអញ្ចឹងណាដូចគ្នាអាហ្នឹងគឺចំណុចដូចគ្នាណាហើយចំណុចដូចគ្នារវាងប្រទេសគេហៅថាប្រទេសយួនប្រទេសវៀតណាមឬក៏ប្រទេសសៀមប្រទេសថៃហ្នឹងចំណុចដូចគ្នាមួយហ្នឹងគឺការទន្ទ្រានការកាប់យកទឹកដីកោះរបស់ខ្មែរហ្នឹងគឺបានដូចគ្នាដែរណាបានដូចគ្នាដែរមានប្រទេសសៀមឬប្រទេសថៃហ្នឹងយកបានខេត្តច្រើនជាប្រទេសវៀតណាមហើយនិងប្រទេសឡាវផងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់លើកយកប្រធានបទរវាងការខុសគ្នាប្រទេសវៀតណាមហើយប្រទេសថៃឬក៏ភាពគេហៅថាទទួលស្គាល់ណាទទួលស្គាល់គឺខុសគ្នាឥឡូវឧទាហរណ៍ទី1ដូចចូលឆ្នាំអញ្ចឹងនៅទី1ការចូលឆ្នាំណាការចូលឆ្នាំគឺប្រទេសវៀតណាមនៅប្រកាន់ការចូលឆ្នាំដូចណាថ្ងៃខែដូចប្រទេសចិនណាមកពីប្រទេសចិនដូចគ្នាតែថៃអត់ទេថៃអត់យកចូលឆ្នាំដូចប្រទេសចិនទេណាអាហ្នឹងគឺខុសគ្នាមួយណាចំណុចទី2ដែលខុសគ្នាទៀតមានន័យថាវៀតណាមបានគេហៅលុបអត់សរសេរតាមភាសាចិនទេគឺយកភាសាបារាំងហ្នឹងមកសរសេរជាអក្សរណាទៅតាមភាសារបស់វៀតណាមនោះទៅគេថែមអីសក់ឬក៏មុខអីដូចអីគេហៅថាដួនអីចឹងទៅអាហ្នឹងរឿងគេដាក់ពីលើតួជំនាញភាសាបារាំងហ្នឹងតែបើថៃអត់ទេណាអត់មានយកតាមភាសាបារាំងឬអង់គ្លេសទេគឺយកអក្សរខ្មែរក្នុងកលាចរិតហ្នឹងយកទៅកែធ្វើជាអក្សរខ្លួនឯងតាំងជំនាញស្រៈហើយនឹងតួលេខណាគឺថៃយកតែដងខ្លួនទេហើយជើងក៏អត់យកដែរអក្សរខ្មែរគឺអត់យកជើងទេហើយតែអក្សរក៏អត់យកដែរប៉ុន្តែថៃក្នុងភាសាថៃគេថាមានក្បាលដែរវាអាចថាកន្លែងណាមានគួចគេចាត់ទោលក្បាលអញ្ចឹងណាគេយកទៅកែអញ្ចឹងណាកែគឺកែទាញយកពីខ្មែរទៅហ្មងណាខុសពីវៀតណាមចំណុចទី3គេហៅថាប្រទេសវៀតណាមណានៅទទួលស្គាល់ថាទឹកដីដែលវៀតណាមយកនៅទាំងទឹកដីរបស់ប្រទេសកម្ពុជានិងទឹកដីរបស់ចម្ប៉ាហ្នឹងគេនៅទទួលស្គាល់ថាទឹកដីហ្នឹងគឺជាអតីតទឹកដីរបស់ខ្មែរឬក៏ប្រទេសកម្ពុជាតែថៃអត់ទទួលស្គាល់ទេណា
គេអត់ទទួលស្គាល់ទេរហូតដល់ទឹកដីនៅខេត្តបាត់ដំបងពោធិ៍សាត់សៀមរាបណាពីមុនមកមានហៅមលូព្រៃខេត្តមលូព្រៃស្អីហ្នឹងចង់និយាយថាវានៅថាយើងយកវិវត្តវាទៀតណាកាលពីរឿងរ៉ាវពីអតីតកាលនោះអ្នកដឹងប៉ុន្តែដឹងហើយអញ្ចឹងទោះបីបោះយើងវារឹបអូសទៅហើយដល់ពេលយើងយកមកវិញហើយណាបច្ចុប្បន្នហ្នឹងគឺវានៅថាទឹកដីទាំងអង្គជារបស់វាទៀតវាទទួលស្គាល់ទេណាខុសពីវៀតណាមហ្នឹងហើយចំណុចទី4នេះខ្ញុំវគ្គទីណាដល់ទី4ឬទី5ទេអញ្ចឹងចូលដល់ចំណុចទី4ដូចជាប្រទេសវៀតណាមគេនៅរក្សាចលាចរិតឬក៏ប្រាសាទស្អីហ្នឹងដែលចលាចរិតគេតម្កល់នៅសារមន្ទីរជាតិរបស់គេអញ្ចឹងទៅប៉ុន្តែគេទទួលស្គាល់ថាចលាចរិតហ្នឹងឬក៏ចលាចរិតចាមហ្នឹងហើយឬក៏ប្រាសាទខ្មែរអញ្ចឹងដែលមានអញ្ចឹងគេនៅទទួលស្គាល់ថាហ្នឹងវាជាចលាចរិតរបស់ខ្មែរអក្សរខ្មែរអក្សរចាមឬក៏ប្រាសាទរបស់ខ្មែរអញ្ចឹងទៅតែបើថៃហ្នឹងហើយបងប្អូនដឹងហើយថៃយកពីយើងហើយវាថារបស់វាទៀតតែស្ដេចវាអ្នកកសាងអ្វីយ៉ាងទៅអាហ្នឹងគេហៅផ្លើសណាផ្លើសហើយចំណុចទី5វៀតណាមគាត់មកពីចិនដែរប៉ុន្តែគាត់នៅរក្សាទំនៀមទម្លាប់ប្រពៃណីណាតាមបែបចិនតាមបែបចិនឬក៏ស្តៀងប្រហែលគ្នាអញ្ចឹងទៅតែថៃអត់ទេថៃគឺអត់យកតាមចិនទេគឺយករបស់យើងទៅកែច្នៃណាកលៃណាកលៃធ្វើជារបស់ខ្លួនឯងហើយថាជារបស់ខ្លួនឯងទៀតហ្នឹងគឺកលៃគឺវាចង់គេហៅបដូរយកទំនៀមទម្លាប់ប្រពៃណីវប្បធម៌ហ្នឹងពីខ្មែរទៅហើយចង់ថារបស់វាទៀតណាសំបីរបាំរាជទ្រព្យនេះខ្មែរយើងរាំរបួតលបួនទុនភ្លុនអីចឹងតែថៃអត់ទេរាំមកចង់រៀនកថាហ្នឹងហើយអញ្ចឹងឃើញវាខុសគ្នាអញ្ចឹងហើយចំណុចទី6បាទចំណុចទី6មើលមានខុសឯទៀតចំណុចទី6បាទបើចំណុចទី6មានន័យថាថៃចូលចិត្តដែលការមើលងាយមើលថោកខ្មែរហ្នឹងគឺចេញមុខចេញមាត់ខ្លាំងមើលងាយខ្មែរយើងថោកនិយាយ2និយាយ3អីដូចការមុនឃ្លីបអីចេញមកសិតតែខ្មែរស្អ្នកក្រសុំទានកន្លះប្រទេសណាប្រទេសទូទាបចង់ធ្វើសង្គ្រាមមួយថៃអញ្ចឹងទៅដែលគេនោះគេខ្លាំងគេប្រទេសគេធំលេខ1នៅក្នុងអាស៊ានណានៅក្នុងអាស៊ានគេនិយាយមើលងាយអញ្ចឹងទៅហើយដល់វៀតណាមវាមិនសូវជាមើលងាយនិយាយអីចឹងទេណាអ្នកទាំងពីរហ្នឹងគឺបានទឹកដីកោះរបស់ខ្មែរបានដូចគ្នាហ្នឹងហើយពីអតីតកាលយើងដឹងហើយវត្តសាសន៍ណាអញ្ចឹងខ្ញុំលើកយកតែប្រមាណចំណុចហ្នឹងទេវាអាចជាមាននៅចំណុចច្រើនទៀតដែលវាខុសគ្នាណាហ្នឹងហើយខុសគ្នាតែដោយសារវីដេអូនេះខ្ញុំធ្វើបញ្ញាប់ខ្ញុំនិយាយទៅខ្ញុំអត់បានខ្ញុំនិយាយខ្ញុំអត់បានថាព្រៀងអីទេគឺនិយាយយកតែម្ដងអញ្ចឹងបើសិនជាបងប្អូនអាចដឹងថាវាមានចំណុចអីខុសគ្នាទៀតឬក៏ដូចគ្នាកន្លែងណាទៀតណាសូមមេត្តាជួយចែកម្លែកប្រាប់មកខ្ញុំផងហ្នឹងហើយអញ្ចឹងគឺចង់បញ្ជាក់ប៉ុណ្ណឹងហើយជាចុងក្រោយក៏ខ្ញុំចង់និយាយនេះដែរចង់និយាយថាបាទស្អិតកបន្តិចចង់និយាយថាប្រហែលជាអាចលឺណាអ្នកខ្លះប្រហែលជាអាចលឺគឺពាក្យដែលគេតែនិយាយថាណាថៃមិនចោលក្បួនយួនមិនចោលពុតតែបើសិនតាមច្បាប់ដើមដល់ច្បាប់ត្រឹងអន្តរ័យហ្នឹងគឺគេប្រើពាក្យថាសៀមមិនបងក្បួនយួនមិនបងពុតខ្មែរសុទ្ធត្រុតមិនលែងចែកជើណាអញ្ចឹងតាមច្បាប់ហ្នឹងគឺបងប្អូនទាំងអស់គួរតែយល់ហើយបើកាលណាយើងណារត់ទៅពឹងសៀមណាយើងសៀមគេមិនចោលក្បួនទេបើយើងរត់ទៅពឹងណាពឹងយួនឬក៏ពឹងវៀតណាមនេះក៏មិនចោលពុតដែរហើយខ្មែរយើងឲ្យតែហ៊ានសុទ្ធត្រុតបាទសុទ្ធត្រុតមានន័យថាដុនដាបធ្លាក់ណាធ្លាក់
អំណាចធ្លាក់សេដ្ឋកិច្ចអីយ៉ាងទៅធ្លាក់វិស័យយោធាអីយ៉ាងទៅយើងតែងទៅចែកជើសុំខាងនេះសុំខាងនោះអានឹងវាមានផលវិបាកឲ្យដល់ប្រទេសជាតិយើងអានឹងច្បាប់នឹងគេតែងមកយូរហើយណាអញ្ចឹងយើងសពថ្ងៃនេះយើងទាំងអស់គ្នាណាឬក៏អ្នកផ្សេងដែលតែងតែចង់ឲ្យប្រទេសជាតិមានសង្គ្រាមហ្នឹងគួរតែណាគួរតែទៅមើលប្រវត្តិសាស្ត្រហើយមើលច្បាប់ហ្នឹងទៅហ្នឹងហើយកាលណាយើងមានសង្គ្រាមណាវាគ្មានអីបានសក់ទេកាលណាយើងមានសន្តិភាពយើងថែសន្តិភាពឲ្យបានទៅរឿងយើងរិះគន់ណារិះគន់ឬក៏តិចទៀនស្អីវាយប្រហាយហ្នឹងហើយចាំចូលប្រយុទ្ធណាចូលប្រយុទ្ធគេហៅថាចូលបោះឆ្នោតបោះអីនៅពេលដែលយើងមានសុខសន្តិភាពទៅគឺចង់រិះគន់អីរីទៅណាតែបើសិនជាយើងប្រទេសយើងពុំមានសង្គ្រាមយ៉ាងហើយយើងតិចរត់ទៅពឹងអានេះរត់ទៅពឹងអានោះហ្នឹងយើងដឹងហើយណាប្រទេសយើងរួញទូចទៅណាហ្នឹងគួរតែយល់ពីប្រវត្តិសាស្ត្រហ្នឹងហើយអញ្ចឹងខ្ញុំអត់មានអីហ៊ាននិយាយច្រើនទេខ្ញុំនិយាយបានតែប៉ុណ្្នឹងទេក៏ប៉ុន្តែណាក៏ប៉ុន្តែប្រទេសយើងទូចណាទៅថ្ងៃខាងមុខយើងមានតែពង្រឹងវិស័យយោធាទេបើយើងមិនពង្រឹងវិស័យយោធានឹងហើយយើងឃើញហើយណាខាងថៃនេះបន្ទាប់ពីទទួលយកបទជប់បាញ់គ្នាអនុវត្តនៅបទជប់បាញ់គ្នាហើយវាណាកើនមកណាទន្ទ្រានឆ្លៀនពៀនទឹកដីយើងអត់ឈប់ទេហ្នឹងហើយវាអាងថាយើងទេទូចហើយនឹងមានសភាវុធតិចអីចឹងទៅកម្លាំងតិចអីទៅនឹងវាមើលងាយមើលស្រាលចឹងហ្នឹងហើយក៏ប៉ុន្តែយើងសង្ឃឹមទៅលើច្បាប់អន្តរជាតិយន្តការអន្តរជាតិណាគេថាស្ងៀមតែមិនស្ងាត់ណាយើងនៅស្ងៀមតែយើងមិនស្ងាត់ទេហ្នឹងហើយអញ្ចឹងវីដេអូសូមបញ្ចប់ត្រឹមនេះចាប់សូមអរគុណសូមជម្រាបលា